សួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងបង្ហាញបងប្អូននិងប្រិយមិត្តទាំងអស់គ្នាអំពីរបៀបនៃការ download និង set up នៅកម្មវិធីមួយដែលមានឈ្មោះថា Zulisos Antivirus Video Convert ជាដំបូងបងប្អូនបើកកម្មវិធីអ៊ីនធឺណិតបន្ទាប់មក copy link ហើយចំពោះ link នេះដែរខ្ញុំសូមបញ្ជាក់បងប្អូនថាខ្ញុំនឹងដាក់នៅពីក្រោមវីដេអូដែលខ្ញុំបានផុសនេះបងប្អូន enter វាលោតចេញបែបនេះបងប្អូន select យក download talk your browser ដោយសារតែខ្ញុំបានធ្វើការ download ម្ដងរួចទៅហើយខ្ញុំនឹងសុំធ្វើការ install បង្ហាញបងប្អូនតែម្ដងនេះគឺជាកម្មវិធី Zulisos ដែលខ្ញុំបានធ្វើការ download អំបញ្ញមិញបងប្អូនចូលបន្ទាប់មកបងប្អូន install នៅត្រង់ចំណុចនេះបងប្អូនប្រហែលជាមើលមិនឃើញដូច្នេះបងប្អូនសូមចុចយក yes រងចាំរហូតដល់វាពេញ 100% បងប្អូន next agree next រហូតតតែវាបាន install ចប់រងចាំរហូតដល់កម្មវិធីមួយនេះ run ពេញfinish ពេលនេះកម្មវិធីរបស់យើងបាន set up បានជោគជ័យ 100% ទៅហើយបងប្អូនវាទាមទារ key serial number ដូច្នេះបងប្អូនប្រហែលជាឆ្ងល់ហើយពេលនេះខ្ញុំនឹងសុំធ្វើការបង្ហាញដូចជាពេលនេះយើងនឹងដាក់ឈ្មោះរបស់យើងទាំងអស់គ្នាប៉ុន្តែវានឹងលោតចេញបែបមិនទៅវិញខ្ញុំសុំដាក់វាដាក់ថា no ប៉ុន្តែនៅពេលបន្តិចទៀតនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាជាមួយនឹងការដាក់ key នេះដូចតទៅបាទសូមទស្សនាជាមួយនឹងខ្ញុំពីរបៀបនៃការដាក់ key មុនដំបូងអ្នកទាំងអស់គ្នាបិទកម្មវិធីនេះចោលសិនបន្ទាប់មកចូលកន្លែង check ដែលយើងបាន download អ្នកទាំងអស់គ្នា copy ទាញយកចេញមកក្រៅនេះគឺជា key ហើយអ្នកទាំងអស់គ្នាបើកកម្មវិធី Zulisos អ្នកទាំងអស់គ្នាធីកយកម៉ៅខាងស្ដាំយក properties អ្នកទាំងអស់គ្នាចូល open file location បន្ទាប់មកទៀតអ្នកទាំងអស់គ្នាត្រូវតែ copy file imfc0 dll បន្ទាប់មកអ្នកទាំងអស់គ្នាទាញវាដាក់ចូលបន្ទាប់មក move and replay function ជាការស្រេចបងប្អូនអូខេបន្ទាប់មកទៀតបងប្អូនបើកកម្មវិធី Zulisos Video Convert Ultimate ជាថ្មីវានឹងលោកចេញមកបែបនេះដដែលបងប្អូនដាក់ key ដោយខ្លួនឯងបងប្អូនដាក់ឈ្មោះដែលបងប្អូនស្រឡាញ់ឈ្មោះអ្វីក៏អាចដាក់បានដែរបន្ទាប់មកចុចយកអូខេពេលនេះខ្ញុំសូមធ្វើការដាក់ឈ្មោះហើយនឹង password អូខេពេលនេះកម្មវិធីរបស់យើងគឺបានទទួលយកឈ្មោះរបស់យើងដោយជោគជ័យហើយសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូមួយនេះសូមជួយ Subscribe YouTube Channel របស់យើងខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗនៅពេលក្រោយទៀត